ទីខ្ពស់ត្រដែតលើកំពូលភ្នំដងរែកគឺមានមហាប្រាសាទដ៏អស្ចារ្យមួយត្រដែតនៅកណ្ដាលកំពូលភ្នំនិងជាទីកន្លែងដែលបានចារឹកទុកអាថ៌កំបាំងក្នុងផ្ទាំងថ្មភក់អស់រាប់ពាន់ឆ្នាំនៅទីនោះជាទីសក្ការៈដែលសាងសង់ឡើងដោយសេចក្តីជំនឿនិងការការពារដោយវិញ្ញាណនៃបុព្វបុរសខ្មែរតើមានរឿងរ៉ាវអ្វីខ្លះដែលបង្កប់នៅពីក្រោយមហាប្រាសាទលើអាកាសមួយនេះសូមមកតាមដានស្ដាប់នៅរឿងព្រេងអច្ឆរិយៈតាមរយៈរឿងអាថ៌កំបាំងប្រាសាទព្រះវិហារកាលពីព្រេងនាយនៅភាគខាងជើងបំផុតនៃអាណាចក្រខ្មែរមានជួរភ្នំមួយដ៏ធំមហិមាដែលប្រជាជនសម័យនោះប្រសិទ្ធនាមថាភ្នំដងរែកជួរភ្នំនេះមានលក្ខណៈពិសេសប្លែកពីភ្នំដទៃដោយសារវាមានជម្រាលចោតខ្លាំងនៅផ្នែកម្ខាងហាក់ដូចជាជញ្ជាំងមេឃដែលទេវតាសាងសង់ដើម្បីការពារអាណាចក្រនៅលើកំពូលភ្នំជានិច្ចកាលតែងតែគ្របដណ្ដប់ទៅដោយអប្សរសក្រាស់ក្រាស់សូម្បីតែសត្វបក្សីក៏កម្រនឹងហោះទៅដល់ដែរអ្នកស្រុកដែលរស់នៅតាមជើងភ្នំតែងតែឮសំឡេងតន្ត្រីពិណពាទ្យបន្លឺឡើងខ្សែៗចេញពីពពកមកធ្វើឲ្យពួកគេជឿជាក់យ៉ាងមុតមាំថាកំពូលភ្នំដងរែកគឺជាកន្លែងស្នាក់នៅរបស់ពពួកទេវតានិងឥសីដែលមានមន្តអាគមខ្លាំងពូកែភាពអាថ៌កំបាំងនេះបានដកជាប់ក្នុងចិត្តមនុស្សគ្រប់គ្នាថាទីនោះគឺជាដែនដីដ៏ស័ក្តិសិទ្ធិដែលមិនអាចរំលោភបំពានបានឡើយក្នុងសម័យកាលនោះព្រះមហាក្សត្រខ្មែរដែលទ្រង់មានបុណ្យបារមីខ្លាំងពូកែគឺព្រះបាទសោវរ្ម័នទ្រង់តែងតែយកចិត្តទុកដាក់លើសេចក្តីសុខរបស់រាស្ត្រនិងការការពារទឹកដីយប់មួយខណៈដែលទ្រង់កំពុងគុំសម្រាកក្នុងព្រះបរមរាជវាំងស្រាប់តែមានពន្លឺពណ៌មាសមួយយ៉ាងចែងចាំងបានចាំងចូលតាមបង្អួចព្រះរាជដំណាក់ក្នុងសុបិននិមិត្តព្រះអង្គបានយាងហោះតាមពន្លឺនោះរហូតទៅដល់កំពូលភ្នំខ្ពស់មួយដែលឃើញព្រះឥសូរកំពុងគង់លើបល្ល័ង្កពពកព្រះអាទិទេពបានមានបន្ទូលមកកាន់ទ្រង់ថាទឹកដីនេះត្រូវការគ្រឹះវិញ្ញាណដើម្បីការពារសន្តិភាពជារៀងរហូតកាលបើទ្រង់តើនឡើងព្រះតីរបស់ទ្រង់នៅតែដកជាប់នឹងរូបភាពកំពូលភ្នំនោះថានឹងត្រូវស្វែងរកទីតាំងអច្ឆរិយៈនោះឲ្យឃើញទោះត្រូវឆ្លងកាត់ឧបសគ្គយ៉ាងណាក៏ដោយបន្ទាប់ពីមានសុបិននិមិត្តដ៏ចម្លែកព្រះរាជាទ្រង់មិនបង្អង់យូរឡើយទ្រង់បានរៀបចំក្បួនទ័ពនិងហែហោមដោយពួកបរោហិតហោរាសាស្ត្រនិងមេទ័ពជំនាញលៀងចាក់ចេញពីទីក្រុងឆ្ពោះទៅទិសឧត្តរការធ្វើដំណើរពោពេញដោយការលំបាកព្រោះត្រូវកាត់ព្រៃព្រឹក្សាដែលពោពេញទៅដោយសត្វសាហាវនិងដងស្ទឹងដែលគ្មានស្ពានឆ្លងប៉ុន្តែអ្វីដែលចម្លែកនោះគឺជារៀងរាល់យប់ពន្លឺពណ៌មាសដែលទ្រង់បានឃើញក្នុងសុបិនតែងតែលេចឡើងលើមេឃឆ្ងាយដើម្បីបង្ហាញផ្លូវដល់ក្បួនយាងរបស់ព្រះអង្គរាល់ពេលដែលក្បួនទ័ពហត់នឿយស្រាប់តែមានខ្យល់ជំនោរត្រជាក់បោកបក់មកធ្វើឲ្យគ្រប់គ្នាមានកម្លាំងដូចដើមវិញដែលនេះជាសញ្ញាបង្ហាញថាទេវតាកំពុងតែរង់ចាំការមកដល់របស់ព្រះអង្គបន្ទាប់ពីធ្វើដំណើរអស់ជាច្រើនសប្តាហ៍ក្បួនយាងបានមកដល់ជើងភ្នំដងរែកដ៏ខ្ពស់ត្រដែតនៅទីនោះព្រះរាជាបានជួបនឹងតាបោះចំណាំម្នាក់ដែលមានពុកចង្ការសដូចសំឡីអង្គុយតាំងសិលនៅក្រោមដើមជ្រៃធំមួយព្រះរាជាទ្រង់បានយាងចុះពីលើដំរីហើយចូលទៅថ្វាយបង្គំសួររកផ្លូវឡើងភ្នំតាបោះនោះបានបើកភ្នែកយឺតរួចមានបន្ទូលថាព្រះអង្គអើយផ្លូវឡើងទៅកាន់ឋានទេវតាមិនអាចប្រើកម្លាំងទ័ពឬអំណាចសាស្ត្រាវុធបានឡើយមានតែចិត្តបរិសុទ្ធនិងការលះបង់ប៉ុណ្ណោះទើបអាចបើកទ្វារភ្នំនេះបានតាបោះបានប្រគល់ដំបងឈើចាត់មួយដល់ព្រះអង្គរួចប្រាប់ថានេះគឺជាសោសម្រាប់បើកផ្លូវព្រៃដែលបិទជិតនេះដោយស្ដាប់តាមដំបូន្មានរបស់តាបោះព្រះរាជាទ្រង់បានបញ្ជាឲ្យក្បួនទ័ពទាំងអស់បោះជំរំនៅជើងភ្នំរួចទ្រង់ក៏សម្រេចព្រះតីយាងឡើងលើភ្នំតែម្នាក់ឯងដោយកាន់តែដំបងឈើច្រត់ពីតាបោះប៉ុណ្ណោះផ្លូវឡើងកាន់តែចោតទៅខ្យល់បោកខ្លាំងហាក់ដូចជាចង់រុញច្រានទ្រង់ឲ្យធ្លាក់ចុះមកវិញនៅពាក់កណ្ដាលផ្លូវស្រាប់តែមានខ្លាធំនិងពស់វែករាប់រយពាន់មកពាំងផ្លូវប៉ុន្តែព្រះរាជាទ្រង់មិនមានព្រះតីតក់ស្លុតឡើយទ្រង់បានតាំងសមាធិនិងប្រើចិត្តមេត្តាផ្សាយចេញទៅភ្លាមនោះសត្វសាហាវទាំងនោះក៏បែរជាមកក្រាបថ្វាយបង្គំនិងជួយបើកផ្លូវឲ្យទ្រង់វិញនេះគឺជាការសាកល្បងទី1ដែលបង្ហាញថាព្រះអង្គគឺជាអ្នកមានបុណ្យពិតប្រាកដដែលស័ក្តិសមនឹងធ្វើជាម្ចាស់លើកំពូលភ្នំវិញ្ញាណនេះបន្ទាប់ពីឆ្លងកាត់ការសាកល្បងកម្លាំងចិត្តពីសត្វសាហាវនិងខ្យល់ព្យុះបោកបក់ព្រះសូវរ្ម័នបានឈានព្រះបាទដល់កំពូលភ្នំដងរែកនៅពេលដែលព្រះអាទិត្យរះឡើងត្រដែតទិដ្ឋភាពនៅចំពោះមុខព្រះអង្គគឺអស្ចារ្យរកអ្វីប្រៀបផ្ទឹមពុំបានព្រោះពេលទំនាបខាងក្រោមហាក់តូចចង្អៀតបើធៀបនឹងផ្ទៃមេឃដ៏ធំល្វឹងល្វើយដែលហាក់ដូចជានៅគៀកនឹងព្រះសេរសានៅកណ្ដាលលានថ្មដ៏រាបស្មើមួយព្រះអង្គបានតតឃើញទាំងថ្មធម្មជាតិមួយមានរាងខ្ពស់ស្រួចត្រដែតឡើងលើហាក់ដូចជាព្រះសិវលិង្គដែលទេវតាបានឆ្លាក់ទុកព្រះអង្គបានលុតព្រះជង្គង់ចុះរួចតាំងសច្ចាថាប្រសិនបើទីនេះជាកន្លែងស័ក្តិសិទ្ធិមែនទូលបង្គំនឹងកសាងមហាប្រាសាទមួយដ៏អស្ចារ្យបំផុតដើម្បីជាស្ពានតភ្ជាប់រវាងឋានមនុស្សនិងឋានសួគ៌រំពេចនោះពពកក៏បានបើកចេញ
ហើយសូរសែងព្រះអាទិត្យបានចាំងប៉ះចំផ្ទាំងថ្មនោះបង្កើតជាពន្លឺចម្រុះពណ៌ហាក់ដូចជាការទទួលយល់ព្រមពីព្រះអាទិទេពកាលបើយាងចុះពីលើភ្នំវិញព្រះរាជាបានបញ្ជាឲ្យរៀបចំក្បួននាំសារទៅគ្រប់ទិសទីនៃអាណាចក្រដើម្បីប្រមូលផ្ដុំជាងចម្លាក់អ្នករចនាប្លង់និងស្ថាបត្យករដែលល្បីល្បាញបំផុតក្នុងកិច្ចប្រជុំដ៏ធំនៅជើងភ្នំព្រះអង្គបានប្រើព្រះខ័នគូសវាសលើដីខ្សាច់បង្ហាញពីចក្ខុវិស័យនៃប្រាសាទដែលត្រូវសាងសង់តាមបណ្ដោយជួរភ្នំមិនមែនសង់ជាគំនរភ្នំដោយប្រាសាទដទៃឡើយព្រះអង្គមានបន្ទូលថាប្រាសាទនេះត្រូវតែមានកុបរៈ5ជាន់ដែលតំណាងឲ្យជណ្ដើរឡើងទៅកាន់ភ្នំព្រះសុមេរុហើយរាល់ដុំថ្មនីមួយៗត្រូវតែបង្កប់ដោយពន្លឺនៃជំនឿពួកជាងទាំងឡាយគ្រាន់តែឮក៏មានអារម្មណ៍ថាព្រឺសម្បុរព្រោះការសាងសង់សំណង់ធំបែបនេះនៅលើមាត់ជ្រោះគឺជាកិច្ចការដែលមនុស្សលោកស្ទើរតែមិនអាចធ្វើទៅរួចបើគ្មានការជួយជ្រោមជ្រែងពីទេវតាមុននឹងដាប់ថ្មដំបូងព្រះបាទសូវេរម៉ាន់បានបញ្ជាឲ្យពួកព្រាហ្មណ៍បរោហិតរៀបចំពិធីក្រុងពាលីដ៏ធំបំផុតមិនធ្លាប់មានសម្លេងសូត្រមន្តជាភាសាសំស្ក្រឹតបានបន្លឺឡើងខ្ទរខ្ទាបពេញព្រៃភ្នំអមដោយក្លិនធូបក្រអូបសាយភាយដល់ឋានលើក្នុងពិធីនេះគេបានយករតនវត្ថុមានតម្លៃដូចជាមាសប្រាក់និងត្បូងមកបញ្ចុះនៅក្រោមកន្លែងដែលត្រូវសាងសង់ដើម្បីជាសិលការពារប្រាសាទពីការយាយីនៃពួកអសុរកាយខណៈដែលពិធីកំពុងប្រារព្ធស្រាប់តែមានសត្វក្ងោកមាសមួយហោះមកទុំលើផ្ទាំងថ្មធំជាងគេរួចបន្លឺសម្លេងយ៉ាងគ្រលួចពួកហោរាបានទាយថានេះគឺជាការបញ្ជូនសារពីព្រះឥន្ទថាការសាងសង់នេះនឹងទទួលបានជោគជ័យហើយប្រាសាទនេះនឹងក្លាយជាកេរ្តិ៍ឈ្មោះអមតៈដល់កូនខ្មែររាប់ពាន់ឆ្នាំការសាងសង់ពិតប្រាកដបានចាប់ផ្ដើមឡើងដោយភាពលំបាកវេទនាថ្មភក់រាប់ម៉ឺនដុំត្រូវដាប់ចេញពីជើងភ្នំហើយត្រូវបញ្ជូនឡើងទៅលើកំពូលភ្នំដែលមានកម្ពស់រាប់រយម៉ែត្រវគ្គនេះបង្ហាញពីភាពអត់ធ្មត់របស់បុព្វបុរសខ្មែរដែលប្រើខ្សែពួរធំនិងកម្លាំងដំរីសរាប់រយក្បាលដើម្បីអូសទាញថ្មតាមផ្លូវដ៏ចង្អៀតនិងចោតនៅពេលពលករជាច្រើនបានដួលសន្លប់ដោយសារកម្ដៅថ្ងៃនិងភាពនឿយហត់ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេមិនបោះបង់គឺជំនឿថាពួកគេកំពុងសាងសង់ផ្ទះរបស់ព្រះនៅពេលយប់គេឃើញមានពន្លឺភ្លើងគោមភ្លឺរីប៉ាយតាមជម្រាលភ្នំមើលពីចម្ងាយហាក់ដូចជាក្បួននាគរាជកំពុងវារឡើងភ្នំយ៉ាងដូចនេះដែររាល់ដំណក់ញើសដែលជ្រាបចូលក្នុងដីភ្នំដងរែកបានប្រែទៅជាថាមពលដែលធ្វើឲ្យថ្មទាំងនោះហាក់ដូចជាស្រាលខុសពីធម្មតានៅពេលថ្មត្រូវបានដឹកជញ្ជូនទៅដល់លើកំពូលជាងចម្លាក់ចាប់ផ្ដើមបញ្ចេញស្នាដៃយ៉ាងសម្រិតសម្រាំងគោបរៈទី5ដែលជាជាន់ដំបូងគេបង្អស់គិតពីផ្លូវឡើងចាប់ផ្ដើមលេចចេញជារូបរាងឡើងជាងចម្លាក់បានដាប់ថ្មជារូបគោមហាសមុទ្រទឹកដោះដែលបង្ហាញពីការខិតខំប្រឹងប្រែងដើម្បីទទួលបានទឹកអម្រឹតស្នាមឆ្លាក់នីមួយៗមានភាពរស់រវើកហាក់ដូចជារូបភាពទាំងនោះអាចមានជីវិតនិងដកដង្ហើមបាននៅក្នុងវគ្គនេះព្រះរាជាទ្រង់តែងតែយាងមកត្រួតពិនិត្យដោយផ្ទាល់ហើយទ្រង់បានកត់សម្គាល់ឃើញថាមានជាងម្នាក់ដែលមានថ្វីដៃប្លែកពីគេគឺលោកមិត្តដែលអាចឆ្លាក់រូបទេពអប្សរឲ្យមានស្នាមញញឹមដ៏ទន់ភ្លន់បំផុតប៉ុន្តែអ្វីដែលគ្មាននរណាដឹងនោះគឺលោកមិត្តគឺជាទេវតាដែលក្រឡាខ្លួនមកជួយសាងសង់ដើម្បីឲ្យប្រាសាទនេះមានសម្រស់ដូចជាឋានសួគ៌ពិតៗខណៈដែលគោបរៈទី5ត្រូវបានរួចរាល់ជាងចម្លាក់មិត្តដែលជាទេវតាក្រឡាខ្លួនបានឆ្លាក់ការជុកថ្មមួយដ៏ធំដាក់នៅកណ្ដាលហោជាងអ្វីដែលចម្លែកនោះគឺនៅពេលយប់ដែលមានខ្យល់ជំនោរបក់មកការជុកថ្មនោះហាក់ដូចជាញ័រខ្លួននឹកមិនចេញក្លិនក្រអូបប្រហើរដូចជាផ្កាជុកពិតៗសាយភាយចេញពេញកំពូលភ្នំព្រះរាជាទ្រង់មានប្រតិយងឿងឆ្ងល់យ៉ាងខ្លាំងក៏យាងទៅសួរលោកមិត្តបានតបថាផ្កាជុកនេះនឹងក្រអូបសម្រាប់តែអ្នកដែលមានចិត្តស្មោះត្រង់និងទឹកដីប៉ុណ្ណោះបើកាលណាមានអ្នកចិត្តអាក្រក់មកចិត្តវានឹងប្រែជាក្លិនស្អុយរលួយភ្លាមនេះគឺជាអាវុធវិញ្ញាណដំបូងដែលត្រូវបានបំពាក់លើប្រាសាទដើម្បីសម្គាល់រវាងមិត្តនិងសត្រូវដែលព្យាយាមឈានជើងមកលើទឹកដីដ៏ស័ក្តិសិទ្ធិនេះក្នុងចំណោមពលកររាប់ពាន់នាក់មានបរិសម្នាក់រូបរាងមាំមួនសម្បុរស្រអែមឈ្មោះថាក្លឹមលោកមិនមែនជាមន្ត្រីឬបរោហិតឡើយប៉ុន្តែលោកមានកម្លាំងខ្លាំងក្លាអស្ចារ្យខុសពីមនុស្សធម្មតានៅក្នុងវគ្គនេះក្លឹមបានបង្ហាញសមត្ថភាពដោយការលើកផ្ទាំងថ្មភក់ដ៏ធំដែលមានទម្ងន់រាប់តោនដោយប្រើតែស្មាម្នាក់ឯងប៉ុណ្ណោះខណៈដែលដំរី3ក្បាលអូសមិនចង់រួចរាល់ពេលដែលមានគ្រោះថ្នាក់ថ្មបាក់ឬដីរលំក្លឹមតែងតែស្ទុះទៅរងទុកដោយមិនខ្លាចញញើតនិងសេចក្តីស្លាប់កេរ្តិ៍ឈ្មោះរបស់ក្លឹមចាប់ផ្ដើមល្បីរន្ទឺពេញការដ្ឋានសំណង់ហើយគ្រប់គ្នាជឿថាលោកគឺជាបុត្រដែលព្រះធរណីបញ្ជូនមកដើម្បីជួយសម្រាលបន្ទុកលំបាករបស់រាជក្នុងការសាងសង់ប្រាសាទនេះការសាងសង់បានឈានមកដល់គោបរៈទី4ដែលមានទីតាំងនៅលើជម្រាលភ្នំកាន់តែខ្ពស់ទីនេះគឺជាចំណុចដែលត្រូវតភ្ជាប់ជណ្ដើរថ្មរាប់រយកាំពីជាន់ក្រោមឡើងមកជាន់លើព្រះរាជាបានបញ្ជាឲ្យឆ្លាក់រូបនាគរាជដ៏ធំសម្បើមព័ទ្ធជុំវិញជណ្ដើរនោះក្នុងយប់មួយខណៈដែលជាងកំពុងដំឡើងក្បាលនាគស្រាប់តែមានរន្ទះបាញ់ផុងមកចំរូបចម្លាក់នាគនោះធ្វើឲ្យភ្នែកនាគថ្ម
ប្រែជាមានពណ៌ក្រហមឆ្អៅចាប់ពីពេលនោះមកអ្នកស្រុកតែងតែដំណើរថាជណ្ដើរនេះមិនមែនជាជណ្ដើរថ្មធម្មតាទេប៉ុន្តែវាគឺជាខ្លួនអ្នករាជពិតៗដែលមកក្រាបផ្ងាខ្នងឲ្យមនុស្សដើរឡើងដើម្បីទៅថ្វាយបង្គំព្រះអាទិទេពអ្នកដែលមានបាបកម្មក្រាស់នឹងមានអារម្មណ៍ថាជណ្ដើរនេះរអិលនឹងញ័រធ្វើឲ្យមិនអាចឡើងទៅដល់កំពូលបានឡើយស្រាប់តែមានឆ្នាំមួយមេឃបានបង្អោរភ្លៀងយ៉ាងខ្លាំងឥតដាច់សូររាប់ខែបង្កជាទឹកជំនន់ភក់ហូរធ្លាក់ពីលើកំពូលភ្នំថ្មភក់ដែលបានឆ្លាក់រួចរាល់ជាច្រើនត្រូវបានទឹកហូរគួចពកនឹងធ្លាក់ចុះជ្រោះក្នុងស្ថានភាពដ៏អាសន្ននេះព្រះរាជាបានយាងមកដល់មាត់ជ្រោះរួចដកព្រះខ័នជ័យចាក់ចុះទៅក្នុងដីបន់ស្រន់ទៅដល់គ្រួអាគមម្ចាស់ទឹកម្ចាស់ដីរំពេចនោះខ្លឹមបានស្ទុះទៅឈរពាំងផ្លូវទឹកហើយហែកទ្រង់បញ្ចេញសរសៃឈាមដែលឡើងក្រហមច្រាលបញ្ចេញថាមពលទុកនឹងកម្លាំងទឹកដែលកំពុងហូរខ្លាំងស្រាប់តែងាកចេញពីប្រាសាទហូរទៅទិសដៅផ្សេងវិញយ៉ាងអស្ចារ្យព្រឹត្តិការណ៍នេះធ្វើឲ្យគ្រប់គ្នាដឹងថាខ្លឹមមិនមែនត្រឹមមានតែកម្លាំងកាយទេប៉ុន្តែលោកក៏មានមន្តអាគមការពារដ៏ខ្លាំងពូកែផងដែរទោះបីជាយកឈ្នះលើគ្រោះធម្មជាតិបានប៉ុន្តែវាបានបន្សល់ទុកនូវការខូចខាតខ្លះៗមេទ័ពម្នាក់ដែលជាមិត្តភក្តិជិតស្និទ្ធរបស់ខ្លឹមបានរអិលជើងធ្លាក់ជ្រោះក្នុងពេលជួយសម្រួលពលករមុននឹងស្លាប់មេទ័ពនោះបានចាប់ដៃខ្លឹមហើយផ្ដាំថាសូមជួយសង់ផ្ទះទេវតានេះឲ្យរួចរាល់កុំឲ្យការលះបង់របស់យើងអសាបង់ដោយក្តីកំសត់និងទឹកចិត្តស្នេហាជាតិខ្លឹមបានលុតជង្គង់នៅមាត់ជ្រោះភ្នំដងរែករួចសច្ចាថាទោះបីត្រូវបដូរជាជីវិតខ្លាយជាថ្មឬខ្លាយជាវិញ្ញាណយាមភ្នំក៏ខ្ញុំមិនឲ្យសត្រូវឬគ្រោះថ្នាក់ណាមកបំផ្លាញប្រាសាទព្រះវិហារនេះបានឡើយចាប់ពីថ្ងៃនោះមកខ្លឹមត្រូវបានព្រះរាជាតែងតាំងជាមេទ័ពធំការពារប្រាសាទហើយគ្រប់គ្នាហៅលោកថាស្ដេចខ្លឹមដោយក្តីគោរពនិងកោតញញើតបន្ទាប់ពីការបដិញ្ញាចិត្តរបស់ស្ដេចខ្លឹមការសាងសង់បានរុញច្រានដល់កុបរៈទី3ដែលស្ថិតនៅចំណុចយុទ្ធសាស្ត្រនៃជម្រាលភ្នំនៅទីនេះព្រះរាជាបានបញ្ជាឲ្យលោកមិត្តដែលជាទេវតាក្រឡាខ្លួនឆ្លាក់រូបចម្លាក់ដ៏ធំមួយបង្ហាញពីការកោរសមុទ្រទឹកដោះនៅលើហៅជាងក្នុងវគ្គនេះសាច់រឿងបង្ហាញពីការតស៊ូរវាងពួកទេវតានិងពួកអសុរៈដែលកំពុងទាញព្រ័ត្រនាគរាជដើម្បីយកទឹកអមរិតលោកមិត្តបានប្រើមន្តអាគមបញ្ចូលក្នុងដង្ហើមចម្លាក់ធ្វើឲ្យអ្នកដែលបានសម្លឹងមើលរូបនោះមានអារម្មណ៍ថាដុំថ្មទាំងនោះហាក់ដូចកំពុងមានចលនាយ៉ាងរស់រវើកចម្លាក់នេះមិនត្រឹមតែជាសិល្បៈទេប៉ុន្តែវាជាសារដាស់តឿនដល់មនុស្សលោកថាការរួបរวมគ្នាគឺជាការតស៊ូទើបអាចនាំមកនូវជ័យជំនះនិងភាពអមតៈខណៈដែលសម្រស់ប្រាសាទកាន់តែលេចត្រដែតឡើងស្រាប់តែមានពពកខ្មៅងងឹតទ្រាប់ដណ្ដប់ជួរភ្នំដងរែកទាំងមូលពួកអសុរកាយនិងវិញ្ញាណអាក្រក់ដែលធ្លាប់តែសំងំនៅក្នុងល្អាងភ្នំងងឹតបានចេញមកយាយីការដ្ឋានសំណង់ព្រោះពួកវាមិនចង់ឲ្យទីសក្ការៈរបស់អាទិទេពមកតាំងនៅលើទឹកដីរបស់ពួកវាឡើយរាល់យប់ពួកវាបានមកបំផ្លាញជណ្ដើរថ្មនិងធ្វើឲ្យពលករមានជំងឺដំកាត់ប្លែកៗភាពភ័យខ្លាចបានរីករាលដាលពេញភ្នំរហូតដល់ពលករខ្លះចង់រត់ចោលការងារស្ថានភាពនេះបានធ្វើឲ្យការសាងសង់ត្រូវជាប់គាំងដែលទាមទារឲ្យមានអ្នកការពារដែលមានឫទ្ធិអំណាចពិតប្រាកដចេញមកដោះស្រាយឃើញសភាពមិនស្រួលស្ដេចខ្លឹមបានចេញមកធានាសុវត្ថិភាពដល់គ្រប់គ្នាលោកបានឡើងទៅឈរលើកំពូលថ្មខ្ពស់បំផុតរួចសូត្រមន្តហៅបារមីភ្នំនិងដកព្រះខ័នគូសជារង្វង់ជុំវិញទីតាំងសាងសង់ដើម្បីបង្កើតជារនាំងសិលការពារនៅយប់មួយពួកអសុរកាយរាប់រយបានសម្រុកចូលមកវាយប្រហារប៉ុន្តែគ្រាន់តែប៉ះនឹងរង្វង់សិលរបស់ស្ដេចខ្លឹមពួកវាត្រូវខ្ទាតចេញដោយត្រូវរន្ទះបាញ់ស្ដេចខ្លឹមបានប្រយុទ្ធជាមួយមេអសុរកាយយ៉ាងខ្លាំងក្លាអស់រយៈពេល7ថ្ងៃ7យប់រហូតដល់ពួកវាចោះចាញ់និងសន្យាថានឹងឈប់មករំខានការសាងសង់ទៀតហើយថែមទាំងព្រមធ្វើជាអ្នកយាមទ្វារភ្នំឲ្យប្រាសាទថែមទៀតផងនៅពេលសន្តិភាពត្រឡប់មកវិញការសាងសង់បានឈានដល់កុបរៈទី2ដែលជាចំណុចគៀកនឹងកំពូលបំផុតនៅទីនេះគេបានសាងសង់ស្ពាននាគរាជមួយយ៉ាងវែងអន្លាយដែលមានក្បាលនាគជះពន្លឺពណ៌មាសនាពេលល្ងាចចំណុចពិសេសនៃវគ្គនេះគឺការឆ្លាក់ស្លាបទេវតានៅលើជញ្ជាំងកុបរៈដែលតំណាងឲ្យព្រលឹងដែលមានជំរះចិត្តឲ្យស្អាតស្អំហើយត្រៀមខ្លួនហោះហើរទៅជួបព្រះអាទិទេពព្រះរាជាទ្រង់បានយាងសម្រាកនៅទីនេះហើយទ្រង់បានទតឃើញថាចរន្តខ្យល់នៅលើភ្នំដងរែកត្រង់ចំណុចនេះហាក់ដូចជាដង្ហើមរបស់ព្រះឥសូរដែលនាំមកនូវភាពត្រជាក់ត្រជុំនិងសេចក្តីសុខសាន្តដល់អ្នកដែលបានឈានជើងមកដល់ដើម្បីបង្គ្រប់នៅលក្ខណៈនៃទីក្រុងទេវតាព្រះរាជាបានបញ្ជាឲ្យស្ដេចខ្លឹមដឹកនាំពលករជីកស្រះទឹកធំនៅលើលានថ្មភ្នំការជីកស្រះលើភ្នំថ្មដំបងឡើយហាក់ដូចជាមិនអាចទៅរួចទេព្រោះគ្មានប្រភពទឹកប៉ុន្តែដោយសារបារមីនិងចិត្តស្មោះត្រង់ស្ដេចខ្លឹមបានយកលំពែងចាក់ចុះលើផ្ទាំងថ្មភក់ស្រាប់តែមានទឹកថ្លាយងបាញ់ចេញមកដោយទឹកផុសយ៉ាងដូចនេះដែរទឹកនេះត្រូវបានគេហៅថាទឹកពិសិដ្ឋស្រោចស្រង់
ដែលមានមុនសាសិទ្ធអាចព្យាបាលជំងឺនិងលាងជម្រះភាពសោយចង្រៃទឹកក្នុងស្រះនេះមិនដែលរីងស្ងួតឡើយទោះបីជាមានគ្រោះរាំងស្ងួតយ៉ាងណាក៏ដោយដែលវាបានក្លាយជាប្រភពទឹកសម្រាប់មនុស្សនិងសត្វដែលរស់នៅលើកំពូលភ្នំដងរែកតរៀងមកបន្ទាប់ពីឆ្លងកាត់កុបរៈទី4ការសាងសង់បានឈានមកដល់ចំណុចខ្ពស់បំផុតនៃកំពូលភ្នំដែលជាកន្លែងសាងសង់ប្រាសាទស្នូលទីនេះគឺជាបេះដូងនៃភ្នំដងរែកដែលព្រះរាជាបានបញ្ជាឲ្យសង់ជាតូបប៉មយ៉ាងខ្ពស់ស្រួចតំណាងឲ្យកំពូលភ្នំកៃឡាសនៅចំកណ្ដាលនៃប្រាសាទគេបានរៀបចំពិធីតម្កល់ព្រះសិវលិង្គដែលធ្វើពីមាសសុទ្ធលាយជាមួយលោហៈស័ក្តិសិទ្ធិ9មុខក្នុងវគ្គនេះនៅពេលដែលព្រះសិវលិង្គត្រូវបានដាក់ចូលទៅក្នុងជើងទម្រស្រាប់តែមានពន្លឺពណ៌សចាញ់ចាំងបាញ់ខ្លាំងទៅលើមេឃហាក់ដូចជាសញ្ញាប្រាប់ដល់ទេវតាគ្រប់ទិសទីថាទីសក្ការៈដ៏អស្ចារ្យបំផុតនៅលើលោកនេះបានកើតឡើងហើយគណៈដែលការសាងសង់ជិតនឹងបញ្ចប់ស្រាប់តែមានហេតុការណ៍ចម្លែកមួយបានកើតឡើងគឺជញ្ជាំងថ្មនៅផ្នែកខាងលិចបានបាក់រលំចុះជ្រោះជាច្រើនដងបើទោះជាជាងព្យាយាមសង់ឡើងវិញយ៉ាងណាក៏ដោយព្រះរាជាបានយាងទៅសួរឥសីដែលតាំងសល់ក្នុងរូងភ្នំឥសីបានប្រាប់ថាទីនេះគឺជាចំណុចខ្សោយនៃវិញ្ញាណដីព្រោះវាជាច្រកចូលនៃពួកឧបទ្រពចង្រៃពីទិសខាងក្រៅដើម្បីឲ្យជញ្ជាំងនេះរឹងមាំលុះត្រាតែមានវិញ្ញាណការពារដែលមានចិត្តស្មោះត្រង់បំផុតមកកប់នៅទីនេះជារៀងរហូតពាក្យទាយនេះបានធ្វើឲ្យគ្រប់គ្នាមានភាពតក់ស្លុតព្រោះវាមានន័យថាត្រូវមានការបូជាជីវិតដើម្បីការពារប្រាសាទឮពាក្យទាយរបស់ឥសីស្ដេចក្លឹមដែលជាមេទ័ពការពារភ្នំមិនមានភាពរុញរាឡើយលោកបានយល់យ៉ាងច្បាស់ថាខ្លួនលោកកើតមកដើម្បីកិច្ចការមួយនេះស្ដេចក្លឹមបានចូលទៅក្រាបថ្វាយបង្គំព្រះរាជារួចមានបន្ទូលថាព្រះអង្គអើយទូលបង្គំបានសច្ចារួចហើយថានឹងការពារប្រាសាទនេះទោះត្រូវបូជាជីវិតសូមឲ្យវិញ្ញាណរបស់ទូលបង្គំខ្លាចជាជញ្ជាំងដែកជាខែលមាសការពារភ្នំដងរែកនិងប្រាសាទព្រះវិហារនេះតរៀងទៅព្រះរាជាទ្រង់មានព្រះតីកំសត់និងស្ដាយស្រណោះជាខ្លាំងប៉ុន្តែទ្រង់ក៏ជ្រាបច្បាស់ពីមហិច្ឆតារបស់វីរបុរសម្នាក់នេះក្នុងយប់ព្រះច័ន្ទពេញបូរមីស្ដេចក្លឹមបានស្លៀកពាក់សម្លៀកបំពាក់មេទ័ពពេញយោះរួចអង្គុយតាំងសមាធិនៅមុខជញ្ជាំងដែលបាក់រលំនោះលោកបានសូត្រមន្តចុងក្រោយរួចប្រើមន្តអាគមដកព្រលឹងចេញពីរាងកាយបញ្ចូលទៅក្នុងផ្ទាំងថ្មភក់ព្រំពេជ្រនោះរាងកាយរបស់លោកស្រាប់តែប្រែជាថ្មយ៉ាងរឹងមាំបញ្ចូលគ្នាជាមួយជញ្ជាំងប្រាសាទតាំងពីពេលនោះមកជញ្ជាំងនោះលែងបាក់រលំទៀតហើយអ្នកស្រុកតែងតែឃើញស្រមោលមេទ័ពម្នាក់កាន់លំពេងដើរយាមតាមកំពែងប្រាសាទនាពេលយប់ស្ដេចក្លឹមបានក្លាយជាអ្នកតាចាស់ស្រុកឬបារមីស្ដេចក្លឹមតែថែរក្សាភ្នំដងរែករហូតមកដល់បច្ចុប្បន្នបន្ទាប់ពីការលះបង់របស់ស្ដេចក្លឹមប្រាសាទទាំងមូលត្រូវបានបញ្ចប់ដោយជោគជ័យនិងមានភាពរឹងមាំអស្ចារ្យព្រះរាជាបានរៀបចំពិធីបុណ្យឆ្លងប្រាសាទអស់រយៈពេល7ថ្ងៃ7យប់ទ្រង់បានប្រសិទ្ធនាមទីនោះថាស្រីសិក្ខារេស្វរៈដែលយើងស្គាល់ថាប្រាសាទព្រះវិហារដែលមានន័យថាវិហារនៃព្រះដ៏មានស្រីសួស្តីនៅលើកំពូលភ្នំក្នុងពិធីនោះទេវតាបានបង្អោបផ្កាពីមេឃមកហើយសម្លេងតន្ត្រីពិណពាទ្យបានបន្លឺឡើងខ្ទរខ្ទាបពេញជួរភ្នំបង្ហាញពីភាពរុងរឿងបំផុតនៃអាណាចក្រខ្មែរដែលអាចសាងសង់មហាស្នាដៃលើមេឃបានសម្រេចក្រោយពីពិធីសម្ពោធមហាប្រាសាទបានបញ្ចប់ទៅយ៉ាងអធិកអធមតាបោះចំណាស់ដែលធ្លាប់ជួយព្រះរាជាម្នាក់ឯងនៅជើងភ្នំក៏បានលេចខ្លួនឡើងវិញលើកំពូលភ្នំដករែកម្ដងទៀតលោកបានយាងទៅកាន់ចំណុចខ្ពស់បំផុតនៃមាត់ជ្រោះរួចសម្លឹងមើលទៅវាលទំនាបដ៏ល្វឹងល្វើយដែលគ្របដណ្ដប់ដោយអ័ព្ទលោកមានបន្ទូលទៅកាន់ព្រះរាជានិងពួកបរោហិតថាប្រាសាទនេះមិនមែនសាងសង់ឡើងសម្រាប់តែមនុស្សសម័យនេះទេតែវាគឺជាយ័ន្តវិញ្ញាណការពារអាណាចក្រខ្មែររាប់ពាន់ឆ្នាំទៅមុខតាបោះបានយកឈើច្រត់ចាលើផ្ទាំងថ្មភក់បង្កើតជាអក្សរាអាត់កំបាំងដែលមិនអាចប្រលប់បានរួចបញ្ចុះសិលការពារថាដរាបណាដុំថ្មនៃប្រាសាទនេះនៅតែផ្គុំគ្នាជាព្រលឹងដរាបនោះទឹកដីខ្មែរនឹងមិនសាបសូន្យឡើយទោះបីជាត្រូវឆ្លងកាត់ព្យុះភ្លៀងសង្គ្រាមឬការផ្លាស់ប្ដូរយុគសម័យរាប់រយជំនាន់ក៏បារមីភ្នំដងរែកនឹងនៅតែឈរការពារកូនចៅខ្មែរជានិច្ចពាក្យទំនាយនេះបានក្លាយជាកម្លាំងចិត្តដល់រាជខ្មែរគ្រប់ជំនាន់ឲ្យចេះថែរក្សាទឹកដីអមតៈនេះដោយជីវិតរឿងព្រេងបានបន្តដំណើរថាចាប់តាំងពីការសាងសង់រួចរាល់មកភាពអច្ឆរិយៈមិនដែលបាត់បង់ពីកំពូលភ្នំនេះឡើយជារៀងរាល់យប់ពេញបូរមីខណៈដែលពន្លឺព្រះច័ន្ទចាំងប៉ះចំផ្ទៃទឹកនៃស្រះពិសិដ្ឋស្រោចស្រង់គេតែងតែតតឃើញពន្លឺពណ៌ខៀវស្រងាត់ភាយចេញពីខាងក្នុងប្រាសាទពួកទេពអប្សរដែលលោកមិត្តបានឆ្លាក់ជាប់នឹងជញ្ជាំងថ្មយ៉ាងសម្រិតសម្រាំងនោះត្រូវបានគេជឿថាបានខ្លាចជាអ្នកមានវិញ្ញាណរស់ហើយតែងតែយាងចុះមកកំសាន្តលេងទឹកនិងជួយដុសខាត់ថ្មប្រាសាទឲ្យនៅតែរឹងមាំនិងមានសម្រស់ស្រស់ត្រកាលជានិច្ចអ្នកស្រុកជឿថាប្រាសាទព្រះវិហារមិនមែនជារូបសំណាកថ្មដែលគ្មានវិញ្ញាណនោះទេប៉ុន្តែវាគឺជាប្រាសាទរស់ដែលដកដង្ហើមតាមរយៈជំនឿរាល់ពេលដែលមានគ្រោះមហន្តរាយមកដល់ពួកទេពអប្សរទាំងនោះនឹងបង្ហាញខ្លួនក្នុងសុបិន
ដើម្បីប្រាប់ដំណឹងដល់អ្នកមានបុណ្យឲ្យដឹងមុនដើម្បីត្រៀមខ្លួនការពារសន្តិភាពនៃទឹកដីក្នុងប្រវត្តិសាស្ត្រដ៏វែងឆ្ងាយជួរភ្នំដងរែកបានក្លាយជាសមរភូមិដ៏ក្តៅគគុកជាច្រើនលើកច្រើនសារក្នុងការការពារបូរណភាពទឹកដីមានរឿងនិទានដ៏អស្ចារ្យមួយថានៅពេលដែលមានសត្រូវព្យាយាមប្រើកម្លាំងបាយមុខបំពេញឬចង់បំផ្លាញប្រាសាទស្រាប់តែមានអប្សរាខ្មឹកដែលមិនអាចមើលឃើញសូម្បីតែបាត់ដៃខ្លួនឯងលេចចេញមកបិទបាំងផ្លូវឡើងលើភ្នំទាំងមូលធ្វើឲ្យសត្រូវវង្វេងវង្វាន់ដួលធ្លាក់ជ្រោះមរណៈអស់នៅពាក់កណ្ដាលអាត្រៀតគេជឿថាគេតែងតែឮសំឡេងសម្រែកជ័យខុសរបស់មេតបនិងសំឡេងអាវុធប៉ះគ្នាខ្ទរខ្ទាបពេញព្រៃដែលនោះគឺជាបារមីស្ដេចក្លឹមដែលបានបូជាជីវិតខ្លាយជាថ្មការពារប្រាសាទនិងវិញ្ញាណយុទ្ធជនបុរាណចេញមកជួយយាមល្បាតនិងការពារទឹកដីស្ដេចក្លឹមមិនត្រឹមតែជាអ្នកតាចាស់ស្រុកធម្មតាទេប៉ុន្តែលោកគឺជាខែលមាសដែលការពារប្រលឹងជាតិខ្មែរមិនឲ្យនរណាម្នាក់មកបំពានបានឡើយឆ្លងកាត់រាប់រយឆ្នាំប្រាសាទព្រះវិហារនៅតែឈរយ៉ាងមហិមាអស្ចារ្យលើមាត់ជ្រោះហាក់បីដូចជាកំពុងសម្លឹងមើលការវិវត្តនៃពិភពលោកវាបានក្លាយជាតំណាងឲ្យភាពវៃឆ្លាតភាពអត់ធ្មត់និងសិល្បៈដ៏កំពូលរបស់បុព្វបុរសខ្មែរដែលអាចយកឈ្នះលើឧបសគ្គធម្មជាតិដ៏លំបាកបានកូនចៅខ្មែរគ្រប់ចំនួនទោះបីជារស់នៅជិតឬឆ្ងាយតែងតែមានបំណងប្រាថ្នាធ្វើដំណើរឆ្លងកាត់ការលំបាកដើម្បីឡើងទៅដល់កំពូលភ្នំដងរែកនិងបង្អោនកាយគោរពដល់បារមីដងរែកនិងស្វែងរកសន្តិភាពផ្លូវចិត្តប្រាសាទនេះមិនត្រឹមតែជាសំណង់ថ្មភក់ធម្មតាឡើយប៉ុន្តែវាគឺជាស្ពានវិញ្ញាណដែលតភ្ជាប់រវាងមនុស្សលោកនិងឋានសួគ៌រាល់ដង្ហើមដែលដក់នៅលើកំពូលភ្នំនេះគឺជាការរំលឹកដល់កម្លាំងសាមគ្គីនិងមហិទ្ធិឫទ្ធិរបស់បុព្វបុរសដែលបានចារទុកថាខ្មែរគឺជាប្រជាជាតិដែលមានឫសគល់វិញ្ញាណខ្ពស់ត្រដែតដូចមេឃនិងរឹងមាំដូចថ្មភ្នំដែលគ្មានថ្ងៃរលាយសាបសូន្យបានក្នុងវគ្គបញ្ចប់ដ៏រំភើបនេះរឿងព្រេងបានបញ្ចប់ដោយរូបភាពព្រះអាទិត្យរះចាស់ពន្លឺពណ៌មាសចែងចាំងមកលើកំពូលប្រាសាទព្រះវិហារមុនគេបង្អស់ក្នុងអាណាចក្រសំឡេងជួរប្រាសាទបានបន្លឺឡើងខ្សោយខ្សោយលាយឡំនឹងសំឡេងសូត្រធម៌សុំសេចក្តីសុខបង្កើតបានជាបរិយាកាសដ៏ពិសិដ្ឋរឿងរ៉ាវរបស់ព្រះបាទសូរវរ្ម័នលោកមិត្តនិងការលះបង់របស់ស្ដេចក្លឹមមិនមែនគ្រាន់តែជារឿងនិទានសម្រាប់បំពេក្មេងឡើយប៉ុន្តែវាគឺជាសក្ខីភាពនៃសេចក្តីស្រឡាញ់ចំពោះជាតិសាសនានិងទឹកដីប្រាសាទព្រះវិហារនឹងនៅតែបន្តឈរត្រដែតលើកំពូលភ្នំដងរែកជាកេរមរតកអមតៈដែលមិនចេះស្លាប់រឿងរ៉ាវអស្ចារ្យនេះនឹងត្រូវចារឹកទុកក្នុងបេះដូងកូនខ្មែរគ្រប់រូបដើម្បីឲ្យពួកគេចេះស្រឡាញ់ការពារនិងមានមោទនភាពចំពោះសម្បត្តិវប្បធម៌ដ៏វិសេសវិសាលនេះជានិរន្តរ៍ដូចជាពាក្យស្លោកថាព្រះវិហារជាព្រលឹងភ្នំដងរែកជាគ្រឹះខ្មែរជាអមតៈ